បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទជាសប្តាហ៍ខ្ញុំបាទតែងតែទៅធ្វើដំណើរទៅកាន់ប្រាសាទហើយក៏ដូចជានិយាយអំពីតកតងអំពីប្រាសាទដើម្បីជូនបងប្អូនទស្សនាក៏ដូចជាស្ដាប់អីចឹងប៉ុន្តែនៅពេលនេះគឺខ្ញុំបាទបានបដូរបរិយាកាសវិញម្ដងបាទកុំឲ្យថាខ្ញុំមានវីដេអូតែតកតងទៅនឹងប្រាសាទចឹងណាបងប្អូនឥឡូវនេះខ្ញុំបានមកធ្វើ review នៅសួនបៃតងអង្គរវិញម្ដងបងប្អូនបាទសួនបៃតងអង្គរនេះពីមុនគឺជាអតីតភូមិវប្បធម៌បងប្អូនបាទឥឡូវនេះបានបដូរមកជាគេដាក់ថាសួនបៃតងអង្គរវិញបងប្អូនបាទមិនដឹងថាសួនបៃតងអង្គរនៅពេលនេះមានអ្វីសម្រាប់ទស្សនាដូចកាលជានៅជាភូមិវប្បធម៌ឬក៏យ៉ាងណាទេបងប្អូនបាទប៉ុន្តែនៅពេលនេះហាក់ដូចជាស្ងាត់បងប្អូននៅពេលព្រឹកនេះឬក៏មិនទាន់គេបើកព្រោះថាធម្មតានៅសួនបៃតងអង្គរនេះគេបើកនៅម៉ោង8អញ្ចឹងបងប្អូនបាទហើយជាអត់ទាន់ដល់ម៉ោងបានធ្វើឲ្យនៅពេលព្រឹកនេះរៀងស្ងាត់បងប្អូនបាទអញ្ចឹងមិនដឹងថានៅក្នុងសួនបៃតងអង្គរនាពេលបច្ចុប្បន្ននេះមានអ្វីទស្សនាខ្លះទេបងប្អូនបាទដូចមុនឬក៏យ៉ាងណាទេបងប្អូនបាទអញ្ចឹងសូមបងប្អូនទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាហើយឥឡូវនេះខ្ញុំបានធ្វើដំណើរបន្ទាប់នេះទៅខ្ញុំធ្វើដំណើរទៅទិញសម្បត្តិបងប្អូនដើម្បីចូលទស្សនាអញ្ចឹងសូមបងប្អូនទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នានៅក្នុងសួនបៃតងអង្គរជាអតីតភូមិវប្បធម៌បងប្អូនបាទបាទឥឡូវខ្ញុំទិញសម្បត្តិបានហើយបងប្អូនបាទគឺតម្លៃ 10000 រៀលសម្រាប់ភ្ញៀវជាតិគឺភ្ញៀវខ្មែរយើងគឺ 10000 រៀលបងប្អូនបើសម្រាប់ភ្ញៀវបរទេសគឺតម្លៃ$5បងប្អូនបាទអញ្ចឹងចូលរួមទស្សនានៅខាងក្នុងជាមួយខ្ញុំបាទទាំងអស់គ្នាបងប្អូនបាទឥឡូវចូលរួមទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាតែនៅខាងក្នុងមានអ្វីដូចកាលមុនកាលអតីតភូមិវប្បធម៌ដែរឬក៏យ៉ាងណាបងប្អូនបាទប៉ុន្តែខ្ញុំសួរព័ត៌មានគេអំបញ្ញមិញនៅកន្លែងទូស្ពតហ្នឹងគេថាសម្រាប់ថ្ងៃសៅរ៍អាទិត្យមានការសម្ដែង3ភូមិមានភូមិភ្នំភូមិក្រឹងភូមិគួយអីចឹងបងប្អូនបាទតែសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះគឺมันមានអីសម្ដែងទេបងប្អូនបាទមានយើងគ្រាន់តែចូលទស្សនានៅរូបកមួនឬក៏កន្លែងសួនផ្កាឬក៏ជារូបតំណាងផ្សេងអីចឹងបងប្អូនបាទมันមានសម្ដែងដូចមុនទេបាទបងប្អូននេះកម្មវិធីសម្ដែងសម្រាប់ថ្ងៃសៅរ៍អាទិត្យបងប្អូនបាទមានភូមិកូឡាបាទភូមិកូឡាសម្ដែងនៅម៉ោង 3:30 នាទីហើយភូមិក្រឹងចាប់ពីម៉ោង 4:30 នាទីល្ងាចហើយភូមិភ្នោនោះចាប់ពីម៉ោង 5:30 នាទីល្ងាចដល់ទៅបងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃសុក្រថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះគឺមិនមានអីសម្ដែងទេបាទតោះឥឡូវបងប្អូនយើងទៅទស្សនាជាដំបូងគេគឺសារមន្ទីរនៅសងខាងផ្លូវចូលនេះបងប្អូនបាទអញ្ចឹងមានសារមន្ទីររូបកមួនបាទតែយើងធ្វើដំណើរទៅតាមនេះបងប្អូនបាទគឺមាននៅខាងឆ្វេងនេះមួយណាបងប្អូនមានខាងឆ្វេងនេះមួយហើយនៅខាងស្ដាំនេះមួយបងប្អូនអញ្ចឹងឥឡូវនេះយើងទៅទស្សនានៅសារមន្ទីរនៅខាងស្ដាំទាំងអស់គ្នាជាមុនសិនបងប្អូនបាទបងប្អូនឥឡូវយើងមកដល់ខាងក្នុងនេះហើយបងប្អូនបាទគឺកន្លែងសារមន្ទីរកមួនបងប្អូនបាទនឹងហើយមានរូបជាច្រើនបងប្អូនតាក់ទងទៅនឹងសិល្បៈរបស់ខ្មែរយើងដូចជាល្ខោនខោលក៏ដូចជារបាំអប្សរាឬក៏របាំអីផ្សេងអញ្ចឹងបងប្អូនជាមកុដបងប្អូននេះជាមកុដសម្រាប់របាំរបស់ខ្មែរយើងបងប្អូនបាទមានភ្លេងពិណពាទ្យអីចឹងបងប្អូននេះបាទហើយមានរនាតហើយខាងនេះគឺជានេះគេហៅអីខ្ញុំអត់ស្គាល់ដែរបងប្អូនបាទស្គាល់ទេបងប្អូនបាទខាងនេះគឺអប្សរាហើយបងប្អូនរូបអប្សរារបស់យើងហ្នឹងរំអប្សរារបស់របាំអប្សរារបស់យើងហ្នឹងបងប្អូនបាទខាងនេះគឺរូបកមួនបងប្អូនគឺនិយាយអំពីសម័យនាងនាគបងប្អូនបាទនៅសម័យនាងនាគប្រថោងនាងនាគបងប្អូនបាទជារូបគំនូបាទហើយនេះជារូបកមួននាងនាគបងប្អូនបាទហើយនាងនាគរបស់យើងហ្នឹងបាទគឺជាបឋមសម័យរបស់យើងហ្នឹងបាទទស្សនាជាបន្តទៀតបងប្អូនត្រង់នេះគឺជាគេដាក់ថាព្រះនាងឥន្ទ្រទេវីបងប្អូននេះគឺខាងនេះព្រះនាងឥន្ទ្រទេវីហើយរូបនេះគឺជាព្រះបាទជ័យវរ្ម័នទី7បងប្អូនបានដែលជាព្រះមហាក្សត្ររបស់ខ្មែរដ៏មហាអស្ចារ្យបងប្អូនបាទហើយនៅខាងក្រោយនេះគឺជញ្ជាតាមជញ្ជានេះគឺជាក្បួនទ័ពរបស់ព្រះអង្គបាទក្បួនទ័ពរបស់ព្រះអង្គបាទឥឡូវទៅទស្សនាបន្តទៀតបងប្អូនបាទនេះជារូបចម្លាក់
មេតបដែលជីសេះបងប្អូនបាទមេតបនេះឈ្មោះថាមេតបក្រឡាហោមបងប្អូននេះមេតបក្រឡាហោមបាទគឺមេតបក្រឡាហោមគង់នឹងឯងបងប្អូនបាទមេតបដ៏អស្ចារ្យបងប្អូនខ្លាំងពូកែបាទនេះគឺជារូបជីតខ្វាន់បងប្អូនបាទរូបជីតខ្វាន់ដែលជាទូតរបស់ចិនដែលបញ្ជូនមកកាន់ស្រុកខ្មែរយើងនាសម័យអង្គរបងប្អូនបាទជាបន្តទៀតទស្សនាជាបន្តទៀតជាមួយខ្ញុំបងប្អូនបាទនេះដាក់ចម្លាក់នេះគឺជាព្រះបាទអង្គឌួងបងប្អូនបាទព្រះបាទអង្គឌួងស្អាតអស្ចារ្យដែរណាបងប្អូនបាទស្នាដៃវិចិត្រករយើងដែលបានឆ្លាក់រូបកមួននេះគឺពិតជាមិនធម្មតាបងប្អូនបាទគឺអស្ចារ្យខ្លាំងមែនតើបាទរូបខាងនេះគឺរូបព្រះបាទនរោត្តមសុរាម្រិតបងប្អូនបាទព្រះបាទនរោត្តមសុរាម្រិតនិងម្ចាស់ក្សត្រីបងប្អូនបាទគឺព្រះមហាក្សត្រីយ៉ានីស៊ីសវត្តកុសមៈនារីរតន៍បងប្អូនបាទហើយរូបខាងនេះគឺសម្ដេចប៉ែននុតបងប្អូនបាទសម្ដេចប៉ែននុតបាទហើយរូបខាងនេះគឺជារូបសម្ដេចព្រះសង្ឃរាជជួនណាតបងប្អូនគឺរូបទាំងអស់នេះគឺសិតតែសាងសង់អំពីកមួនបងប្អូនបាទគឺរូបចម្លាក់កមួនបាទរូបចម្លាក់ខាងនេះគឺជាភិរមងយដែលជាសាស្ត្រាចារ្យនៃចបៃដងវែងរបស់ខ្មែរយើងបងប្អូនបាទហើយរូបជុំវិញខាងក្រៅនេះគឺស្ទើរតែគំនូររបស់ប្រជាជនដែលចូលរួមស្ដាប់ចបៃបាទស្ដាប់ចបៃបាទគឺបងប្អូនខ្មែរយើងចូលរួមស្ដាប់ចបៃបងប្អូនរូបគំនូរខាងក្រៅខ្ញុំជំហៀងជុំវិញហ្នឹងបងប្អូនបាទទៅទស្សនាជាបន្តទៀតបងប្អូនបាទអញ្ចឹងនៅកន្លែងនេះគឺបង្ហាញអំពីរូបចម្លាក់ដែលនិយាយអំពីជនជាតិនានាដែលរស់នៅក្នុងប្រទេសកម្ពុជាយើងនៅពេលបច្ចុប្បន្ននេះគឺជនជាតិខ្មែរអ៊ីស្លាមបងប្អូនបាទគឺសម្លៀកបំពាក់ប្រពៃណីគេបែបនេះឯងបងប្អូនបាទយើងមើលទៅឃើញទាំងគំនូរនៅខាងក្រោយណាបាទហើយក៏មានជនជាតិចម្លាក់ជនជាតិភ្នងបងប្អូនបាទភ្នងបាទនេះបងប្អូនគឺដូចមែនតើណាដូចជនជាតិភ្នងមែនតើប្រកែមែនតើវិចិត្រកររបស់យើងបាទហើយកន្លែងនេះគឺជាផ្ទះដែលមានការដាំស្លធ្វើចម្អិនម្ហូបអីចឹងបាទចង្ក្រានឆ្នាំងបែបហ្នឹងបងប្អូនបាទខាងនេះគឺចម្លាក់ជនជាតិក្រឹងបងប្អូនបាទគឺដូចមែនតើបងប្អូនអើយបាទនៅខាងនេះគឺចម្លាក់ដែលជាស្ដេចចម្រៀងរបស់ខ្មែរយើងណាបាទគឺលោកសិនស៊ីសមុទ្រនិងនាងរស់ស្រីសុធាដែលជាអធិរាជសម្លេងមាសបាទក៏ដូចជារាជនីសម្លេងមាសរស់ស្រីសុធាបងប្អូនបាទដល់ល្បីល្បាញអ្នកចម្រៀងដល់ល្បីល្បាញខ្លាំងមែនទែននៅក្នុងសម័យទសវត្សរ៍ឆ្នាំ60បងប្អូនបាទកន្លែងនេះគឺជាចម្លាក់ដែលតកតងគេនិយាយអំពីគ្រួសារដែលមានសុភមង្គលបងប្អូនបាទមានបតក៏ដូចជាឪពុកម្ដាយអីចឹងបងប្អូនបាទនេះបាទខាងនេះគឺសិតតែជាចម្លាក់របស់តារាភាពយន្តទសវត្សរ៍ឆ្នាំ60បាទគឺលោកគង់សំអឿនណាបងប្អូនបាទគង់សំអឿនហើយខាងនេះលោកអ្នកស្រីឌីសាវេតអីចឹងបងប្អូនចម្លាក់នេះគឺដូចមែនតើបាទចម្លាក់កមូនហ្នឹងដូចមែនតើបាទហើយឯកសន្តានសម្រាប់តបបច្ចុប្បន្នអីបែបហ្នឹងបងប្អូនបាទនេះគឺជាចម្លាក់តារាភាពយន្តបាទសម័យឥឡូវនេះគឺលោកពូទេព្រិនដារ៉ូបងប្អូនបាទដូចហ្នឹងបងប្អូនដូចមែនតើដូចមែនតើជាងចម្លាក់នេះគឺ
ពិតជាខ្លាំងមែនទែនបងប្អូនបាទនេះតារាភាពយន្តទស្សវត្សឆ្នាំ90បងប្អូនបាទទេពរិនដារ៉ូហើយអំពតទេវីបាទអ្នកនាងអំពតទេវីហើយយុទ្ធរាឆានីអីហ្នឹងបងប្អូននេះជាចម្លាក់យុទ្ធរាឆានីបាទទេពអប្សរសំពះនេះបងប្អូនណាបាទគឺទេពអប្សរានឹងតែម្ដងបងប្អូនការសំពះរបស់អប្សរាបងប្អូនបាទបាទឥឡូវយើងចេញមកក្រៅវិញហើយបងប្អូនឥឡូវបន្តទៅទស្សនាបន្តទៀតនៅសារមន្ទីរនៅខាងឆ្វេងវិញម្ដងបងប្អូនបាទបាទឥឡូវនេះយើងទស្សនានៅឧបករណ៍ភ្លេងបាត់តាមពិតសារមន្ទីរនៅខាងឆ្វេងដៃនេះគឺកន្លែងតាំងពិព័រណ៍នៅឧបករណ៍ភ្លេងបុរាណរបស់ខ្មែរយើងបាទដូចជាមានដូចជាស្គរហើយខាងនេះគឺពិនបងប្អូនបាទពិនបុរាណរបស់ខ្មែរយើងបាទមានឧបករណ៍ភ្លេងជាច្រើនបងប្អូនបាទនៅខាងនេះគឺជាចម្លាក់ដែលនាសម័យអង្គរដែលប្រជាជននាសម័យអង្គរគាត់សាងសង់ប្រាសាទបងប្អូនបាទគឺការដាប់ថ្មធ្វើជាចម្លាក់នាគក៏ដូចជាចម្លាក់អីផ្សេងៗហើយចម្លាក់តោអីចឹងបងប្អូនបាទសម្រាប់យកទៅសាងសង់នៅប្រាសាទជាច្រើនដូចជាពិសេសប្រាសាទអង្គរប្រាសាទដែលក៏ធំដូចជាប្រាសាទបាយ័នប្រាសាទអីចឹងបងប្អូនបាទបាទហើយយើងទស្សនាជាបន្តទៀតបងប្អូននៅចម្លាក់បាត់ដ៏អស្ចារ្យផ្សេងៗនៅលើឈើបងប្អូននេះគឺមានចម្លាក់ឈើមានព្រះមហាក្សត្រទ្រង់គង់នៅលើរទេះសេះចឹងបងប្អូនបាទហើយបាញ់ធ្នូផងដែរបងប្អូនបាទចម្លាក់ព្រះបាទជ័យវរ្ម័នទី7បាទកន្លែងនេះគឺជាចម្លាក់ស្ទាក់ទងនឹងជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរបាទនាសម័យបុរាណបងប្អូនបាទមានលក់ដូរនៅសម្ភារៈផ្សេងៗបាទដូចជាការចម្អិនម្ហូបនិងការលេងល្បែងជាច្រើនដូចជាបញ្ជុលជ្រូកមានបញ្ជុលជ្រូកអីចឹងបងប្អូនបាទមានការនិយាយអំពីការតាក់ទងនឹងការប្រមាញ់អីចឹងបងប្អូនការសម្លាប់សត្វអីចឹងបងប្អូននេះគឺជាចម្លាក់មេតបដែលចុះដែលព្រះអង្គចូលមកកាន់ធ្វើដំណើរមកកាន់ភូមិមកកផ្សេងៗរបស់ប្រជាពលរដ្ឋប្រជានារីនាសម័យនោះបងប្អូនបាទបាទឥឡូវការទស្សនានៅសារមន្ទីរទាំងពីរនេះគឺដល់ទីបញ្ចប់ហើយបងប្អូនអញ្ចឹងយើងទៅទស្សនានៅខាងក្រោយខាងក្នុងជាបន្តទៀតជាមួយខ្ញុំបាទបងប្អូនបាទតាមបងប្អូនឥឡូវទៅទស្សនាជាបន្តទៀតនៅខាងក្នុងជាមួយខ្ញុំបងប្អូនបាទយើងឃើញសួនច្បារក៏ដូចជាសំណង់អាគារអីផ្សេងៗនេះគឺនៅរក្សាដូចកាលអតីតភូមិវប្បធម៌ដដែលទេបងប្អូនបាទឥឡូវបងប្អូនយើងទៅទស្សនានៅខាងនេះសិនបាទកន្លែងនេះក៏មានដើមឈើដែលមានពីធ្វើដូចជាទឹកជ្រុះទឹកចេញអញ្ចឹងបងប្អូនបាទគឺពិតជាស្អាតមានដើមឈើមានដុំថ្មអីចឹងដូចទឹកជ្រុះបិទបងប្អូនបាទគឺពិតជាអស្ចារ្យបងប្អូនបាទស្អាតគឺនៅអ្វីៗសពបែបយ៉ាងនៅក្នុងសួនបៃតងនៅពេលបច្ចុប្បន្ននេះគឺរក្សាដូចដើមដដែលទេបងប្អូនគឺដូចកាលអតីតភូមិវប្បធម៌ដដែលទេបាទអត់មានអីផ្លាស់ប្ដូរទេបាទអត់មានអីផ្លាស់ប្ដូរទេគឺរក្សានៅដដែលទេបងប្អូនបាទខាងនេះគឺមានចម្លាក់រូបព្រំបាទព្រំមុខ4ផងដែរគឺនៅប្រាសាទបាយ័នបងប្អូនបាទកន្លែងនេះសិតតែជាស្តង់សម្រាប់លក់ដូរអីផ្សេងៗប៉ុន្តែថ្ងៃនេះដូចជាមិនមានឃើញអីលក់ទេព្រោះថ្ងៃនេះជាថ្ងៃពុធអញ្ចឹងមិនសូវមានភ្ញៀវចូលមកទស្សនាដែលគេអត់បើកទេបងប្អូនបាទគេអត់បើកលក់ទេហើយជាថ្ងៃសៅរ៍អាទិត្យអីភ្ញៀវចូលទស្សនាច្រើនអញ្ចឹងហើយជាគេបើកលក់
បាត់ពុកម៉ែបងប្អូនកន្លែងនេះគឺជាផ្ទះសិទ្ធិបងប្អូនបាទផ្ទះសិទ្ធិក៏មុនមានសម្ដែងជាការរៀបអាពាហ៍ពិពាហ៍អញ្ចឹងបងប្អូនដែរប៉ុន្តែឥឡូវនេះมันមានទេបងប្អូនបាទឥឡូវនេះយើងឡើងទៅលើផ្ទះសិទ្ធិបន្តិចទៅបងប្អូនបាទឡើងទៅលើផ្ទះសិទ្ធិបន្តិចទៅដើម្បីទស្សនានៅខាងលើផ្ទះសិទ្ធិតាមមានអ្វីខ្លះរក្សាដូចដើមវិញឬក៏យ៉ាងណាបងប្អូនបាទគឺនៅរក្សាដូចដើមអញ្ចឹងបងប្អូនបាទរក្សាដូចដើមអញ្ចឹងតែអត់មានអីត្រូវដកចេញឬក៏កែកុនឲ្យថ្មីទេបងប្អូនបាទនៅរក្សាដដែលទេបងប្អូនបាទផ្ទះខាងនេះគឺសម្រាប់ជាផ្ទះបន្ទប់របស់កូនកំមុំបងប្អូនបាទនៅកន្លែងនេះបងប្អូនបាទកូនកំមុំហើយកាលមុនគឺមានការសម្ដែងសិល្បៈគឺពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងនៅត្រង់នេះឯងបងប្អូនហើយក៏មានភ្ញៀវអង្គុយទស្សនានៅត្រង់នេះបាទនៅពេញលើនេះឯងបងប្អូនបាទហើយឥឡូវនេះយើងចុះទៅខាងក្រោមវិញបាទចុះទៅខាងក្រោមវិញបាទនៅខាងនេះគឺជាភូមិគេហៅថាភូមិបណ្ដែតទឹកបងប្អូនបាទជាភូមិបណ្ដែតទឹកបាទគឺនៅរក្សាដដែលទេបងប្អូនគឺមិនមានការផ្លាស់ប្ដូរអីទេហើយកាលមុនគឺមានសម្ដែងជារបាំនេសាទរបាំអីផ្សេងនៅត្រង់នៅលើនៅក្នុងភូមិខ្មែរនេះភូមិបណ្ដែតទឹកនេះបងប្អូនបាទជាភូមិបណ្ដែតទឹកបងប្អូនកាលមុនគឺមានសម្ដែងជាសិល្បៈអីនៅលើទឹកនេះបងប្អូនបាទហើយនៅពេលរាត្រីគឺកន្លែងនេះគឺសម្ដែងនៅទាំងទស្សនីយភាពនៃការនៃស្ដេចព្រះបាទជ័យវរ្ម័នទី 7 ដែលការកម្ចាត់ទ័ពចាមឬក៏ការកសាងប្រាសាទអីចឹងបងប្អូនបាទនៅកន្លែងនេះគឺពេលយប់ស្អាតមែនទែននៅកន្លែងនេះណាពេលគេសម្ដែងជាសិល្បៈទាំងទស្សនីយភាពអំពីព្រះបាទជ័យវរ្ម័នទី 7 បងប្អូនបាទតោះឥឡូវយើងទៅទស្សនាជាបន្តទៀតបងប្អូនបាទតាមផ្លូវនេះគឺសិតតែផ្ទះឈើបងប្អូនចដានេះក៏ធ្វើអំពីឈើដែរហើយរក្សាដូចដើមដដែលទេអត់មានការកែកុនអីទេបងប្អូនបាទគឺនៅស្អាតដដែលបងប្អូនបាទនៅតែរក្សាស្អាតដូចមុនដដែលទេបងប្អូនបាទបងប្អូនកន្លែងនេះគឺជាស្ពានកំពង់ក្ដីបងប្អូនបាទតំណាងឲ្យស្ពានកំពង់ក្ដីបាទគឺជាស្ពានបុរាណមួយដែលស្ថិតនៅក្នុងគេហៅស្រុកជីក្រែងបងប្អូនគឺនៅកំពង់ក្ដីស្រុកជីក្រែងណាបងប្អូនណាតែឥឡូវយើងទៅទស្សនាជាបន្តទៀតនៅភូមិផ្សេងជាបន្តទៀតបងប្អូនបាទពុកម៉ែបងប្អូនត្រង់នេះគេហៅថាភូមិក្រឹងបាទគឺជាភូមិក្រឹងបាទភូមិក្រឹងនេះគឺការនៅកន្លែងនេះគឺកាលពីមុនកាលពីអតីតភូមិវប្បធម៌នេះគឺមានការសម្ដែងសិល្បៈទាក់ទងនឹងការរស់នៅជីវភាពប្រចាំថ្ងៃរបស់ជនជាតិក្រឹងក៏ដូចជាវប្បធម៌ផ្សេងទាក់ទងនឹងជនជាតិក្រឹងបងប្អូនណាបាទហើយចឹងមានកន្លែងសម្រាប់យើងអង្គុយទស្សនាច្រើនមែនទែននៅកន្លែងនេះបងប្អូនបាទចឹងទៅមើលកន្លែងទស្សនាជាបន្តទៀតនេះបងប្អូនកន្លែងទស្សនារបស់គេគឺនៅត្រង់នេះឯងបងប្អូនណាកន្លែងនេះយើងសម្រាប់យើងអង្គុយទស្សនាចឹងទៅបាទហើយកន្លែងនេះគឺជាទីលានសម្រាប់សម្ដែងរបស់សិល្បករយើងបងប្អូនបាទកន្លែងនេះគឺជាភូមិកូឡាបងប្អូនបាទភូមិកូឡានៅលើទួលនៅលើភ្នំនេះឯងបងប្អូនបាទភូមិកូឡាចាំបន្តិចទៀតយើងនៅទៅទស្សនានៅភូមិកូឡាទាំងអស់គ្នាបងប្អូនបាទតែកន្លែងនេះយើងមុននឹងទៅភូមិកូឡាយើងមកទស្សនា
nơi là ăn cái đã tha là ăn cầm phò bằng ôn bà là ăn cầm phò được gặp cái mau như rằng bằng ôn bà lại nó cứ chia cái lại đào mùi đồn thốt đó chaสมัย phun mập thốt nó cứ cái lại đồn thốt lại ngọc nhô đầm đầm một ôn tây dưới tây châu tu sanh từ thành nóng một ôn bàนี่กระดาษทาละอ่างกำพอด้วยก็แต่เมาบางคนมาอันนี้บางคนมาvà cái nàyนี้คือสำหรับคือใช้สมบัติใช้ไอเชิงบางคนcáiนี้ตามประกาศสมัยภูมิแบบเขาคือติงสมบัติไทยปัจไทยมันในหลายนี้มันเป็นบวกรวมจมูกดึงสมบัติโดยติงในทางบกมันเองติงปัจไทยติดเจาะโจแต่กิบัตรให้บางคนเลยนี่คือมันมีในติดเลยกิบัตรไทยกิบัตรไทยมีในสัมดาห์ติดแต่อะไรกิบัตรแต่อาจิตไงถอยคือหนึ่งอาจิตบาดหลังวิ่งบางคนในกลายนี่นะบรรณาจะเอาเมียนสับแบบอย่างดุจมนหลังวิ่งบางคนที่บางคนเกทเวอร์จีดำนางเอาสัตว์ตะเคียวบางคนมาสัตว์ตะเคียวได้ไปต้มในเลือดมอนะบางคนมาตอนเราอยู่ติดตุสนาชื่อบรรทอคิดบางคนไปคือในหลังกำพอหรือกับเตียขมอดหนึ่งแต่เตะแบบอัดมินการแก้กลหรือกับพลัดโดยทำไมเตะแบบคือเรียซาในแต่ได้ของทางกิบัดทวีจังเกิดมีการสำได้อย่างนี้แบบติดตุสนาชื่อบรรทอคิดบางคนbà cứ miên chấm lại chỉ đai nổ sơ bà miên chấm lại sập đai nổ sơ chẳng nó một con này cho nên mình tẹn đai một con này bà miên xe bạc con xe ấy chẳng bà miên tràn bà tự tu sna bà to tiết một conอะไรยำจ่อมากับไหลตักชูบางคนกับไหลนี่คือให้ทาตักชูการไปม้วนคือมีนตักโฮเจนจิกมอพนมนี่ไอ้บางคนเป็นแต่ไหลนี่คือบันบัดให้บางคนคือบันบัดบางคนเนี่ยการม้วนคือมีนตักชูทะเลไปเลยนี่ไอ้บางคนโฮเจนปีมอนี่ไอ้แบบแต่ไหลนี่มันมีนติดเตกิบัดให้bà dươngเป็นเด็ดเมื่อแต่dươngเมื่อเตสพีแต่การขนมการตับพุ่มมาได้แตกมาก่อนไหมตักมาก่อนเลยแต่ตัวสนามแบบต่อเตี้ยคือในพุ่มกล่ามาก่อนบ่หลายนิการเด็ดพุ่มมาปะท้อคือเกสำได้จีระบำกับเงาแค่กับเงาไปเล่นมาก่อนบ่ให้ในกลายนี้คือจีหลายอย่างกุยตุสนามาก่อนไหมกุยตุสนาเมียครั้งนี้คือจีกลายแช่สำหรับสำได้จีระบำกับเงาคือระบำไปเล่นบางคนเอาไปเล่นนะบางคนบาดบักพุ่มกลาได้ปัดไกลนี่คือที่ดำนางเอาวัดพนมยาบางคนไปคือในไปเล่นนะมาวัดพนมยาบางคนปัดไกลนี่คือจีบพุ่มโดยบริษัทกรมขมายในสหรัฐอเมริกาบางคนไกลนี่คือที่พุ่มพนมบางคนไปจังการมุ่งจะมีการสำได้ศิลปะจีประเพณีวัฒนธรรมบางแห่งปีการรู้ในระบบจงจิตพนมบางคนแต่ละนี้คือในมีนสำได้ในหลายแต่มีนแต่ไงใส่ไงติดแต่ปนเอาความเลยบางคนติดตุสนาจีบต่อติดในภูมิขมายบางคนพุ่งขมายในปีปัจจุบันนี่คือวันตอนมีการสำได้หลังเวงเตะบางคนไปยังเคยกันแต่เพียบได้จิตเตะได้จิตลูกจิตกระไรอังกุยตุสนาคือในเดือดซาเดือดดาวเป็นบางคนไปซาเดือดดาวเตะปางการในเดือดจิตพุ่งมาท้องยมตายแต่หมอกตุสนานอมโกนอมปะปนให้มาตุสนาจรันดองให้บางคนไปหรือกิจจะให้ทับพุ่งขมายบางคนไปให้ขันนั้นคือจีกระไรกุยตุสนาบางคนบัดตรงไหนบางคนกระไรนี้คือจีภูมิเล็กตักหรือกับภูมิประดับตักไอ้ยังบางคนแบบให้ในกระไรนี้คือการสมัยการปีเด็ดภูมิแบบพอนั้นคือสำได้ชุดฉาทมบางในกระไรนี้เรียงรอไงใส่นะ
ខ្ញុំតែងតែនាំកូនមកទស្សនានៅកន្លែងហ្នឹងបងប្អូនបាទតោះពុកម៉ែបងប្អូនទៅទស្សនាជាបន្តទៀតបាទកន្លែងនេះគឺគេហៅថាមហោស្រពធំបងប្អូនរោងមហោស្រពធំបាទកន្លែងនេះគឺការសម្ដែងអំពីការកសាងប្រាសាទផងដែរបងប្អូនបាទគឺការកសាងប្រាសាទបាយ័នរបស់ព្រះបាទជ័យវរ្ម័នទី7បងប្អូនបាទនៅកន្លែងហ្នឹងបាទតែឥឡូវมันមានការសម្ដែងទៀតទេហើយសង្ឃឹមថាថ្ងៃក្រោយមិនយូរទេបងប្អូនបើសិនជាមានភ្ញៀវច្រើនឡើងវិញគេនឹងបើកឡើងវិញទាំងអស់គឺអ្វីៗដែលមាននៅក្នុងភូមិវប្បធម៌កាលពីមុនទាំងប៉ុន្មានគេនឹងធ្វើឡើងវិញទាំងអស់បងប្អូនបាទគេដាក់ថាមហោស្រពធំបងប្អូន big sitter បងប្អូនណាបាទនេះមហោស្រពធំគឺគេសម្ដែងនៅកន្លែងហ្នឹងបងប្អូនកាលដិតភូមិវប្បធម៌បាទគេថាមហោស្រពធំហ្នឹងមានការសម្ដែងអំពីវីរភាពរបស់ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី7បងប្អូនបាទគឺស្អាតអស្ចារ្យខ្លាំងមែនទែនបាទកាលសម័យនោះគឺសម្ដែងអ្នកសិល្បករហ្នឹងសិល្បកររបស់យើងនឹងប្រកែសម្ដែងប្រសពមែនទែនបាទក្នុងការសម្ដែងបាទនៅកន្លែងហ្នឹងហ្នឹងបងប្អូនបាទខាងនេះគឺកន្លែងអង្គុយទស្សនាបងប្អូនបាទគឺសប្បាយមែនទែនណាកាលនោះបាទកាលមុនកូវីដគឺសប្បាយមែនទែនបាទនៅកន្លែងនេះបាទអ៊ូអហើយអស្ចារ្យណាសម្ដែងឆាកសិល្បៈមហោស្រពធំនឹងគឺអស្ចារ្យមែនទែនពេលរាត្រីបងប្អូនបាទពុកម៉ែបងប្អូនកន្លែងនេះគឺជារូបចម្លាក់ព្រះពុទ្ធចូលបរិនិព្វានបងប្អូនបាទគឺនៅស្អាតដដែលទេបងប្អូនតែឥឡូវយើងមកទស្សនានៅរូបតំណាងបងប្អូនដូចជារូបតំណាងឲ្យផ្សារថ្មីបាទហើយវត្តភ្នំអីចឹងរាជវាំងអីចឹងបងប្អូនបាទទៅទស្សនាទាំងអស់គ្នាបាទនេះគឺជារូបតំណាងឲ្យផ្សារធំថ្មីនៅក្រុងភ្នំពេញបងប្អូននៅក្រុងភ្នំពេញសប្តាហ៍ថ្ងៃបាទនេះជារូបតំណាងឲ្យផ្សារធំថ្មីបងប្អូនបាទហើយខាងនេះគឺជារូបតំណាងឲ្យវត្តភ្នំបងប្អូននេះត្រង់នេះណារូបតំណាងឲ្យវត្តភ្នំដែលស្ថិតនៅរាជធានីភ្នំពេញសប្តាហ៍ថ្ងៃបាទពុកម៉ែបងប្អូននេះគឺជារូបតំណាងឲ្យព្រះបរមរាជវាំងបងប្អូនបាទពិតជាមានការស្រស់ស្អាតខ្លាំងមែនទែនបងប្អូនឯងស្រស់ស្អាតណាគេនៅរក្សាដដែលទេគេគឺមានបុគ្គលិកនៅចាំទទួលនៅចាំថែរក្សាសម្អាតការពារជានិច្ចទេបងប្អូនបាទគឺនៅតែមានបុគ្គលិករបស់គេជាប្រចាំចឹងពិតជាស្អាតបងប្អូនបាទពុកម៉ែបងប្អូនត្រង់នេះគឺជារូបតំណាងឲ្យសារមន្ទីរជាតិនៅភ្នំពេញបងប្អូនគឺនៅស្រស់ស្អាតនៅល្អជានិច្ចបងប្អូនព្រោះមានបុគ្គលិកនៅថែរក្សាការពារមើលការខុសត្រូវជាប្រចាំបងប្អូនពេចបិទតែពីមុនគឺភូមិវប្បធម៌ត្រូវបានបិទឥឡូវចាប់ដើមបើកបដាទៅក៏មានការថែទាំឡើងវិញហើយនឹងអាចនឹងមានអ្វីៗសពបែបយ៉ាងដូចមុនដដែលដូចមុនដដែលទេបងប្អូនបាទបើសិនជាទៅថ្ងៃក្រោយគឺមានភ្ញៀវច្រើនគឺអ្វីៗវានឹងវិលមកវិញហើយបងប្អូនបាទពុកម៉ែបងប្អូនរូបនេះគឺរូបតំណាងឲ្យភ្នំឧដុង្គឬក៏ភ្នំចិត្តរះបាទគឺនៅតែស្រស់ស្អាតដដែលទេបាទគឺនៅតែស្រស់ស្អាតដដែលទេបងប្អូនតើឥឡូវយើងទៅទស្សនាជាបន្តទៀតកន្លែងនេះគឺជាកន្លែងដែលមានការសម្ដែងឈុតឆាកធំបំផុតគឺនៅក្នុងភូមិវប្បធម៌ការដឹកភូមិវប្បធម៌បងប្អូនបាទហើយបងប្អូនគឺមានភូមិបណ្ដែតទឹកហើយពេលយប់គេសម្ដែងនៅពេលថ្ងៃសៅរ៍កាលខ្ញុំមកទស្សនាកាលមុនកូវីដទេបងប្អូនបាទហើយស្អាតណាស់គឺពេលយប់គឺទស្សនីយភាពនៃសិល្បៈហ្នឹងគឺការសម្ដែងហ្នឹងគឺអស្ចារ្យមែនតើតើឥឡូវបងប្អូនឥឡូវយើងទៅទស្សនាភូមិចិនទាំងអស់គ្នាបងប្អូនបាទទីនេះគេដាក់ថាភូមិចិនបងប្អូនបាទគឺនៅតែស្អាតដូចមុនដដែលទេបងប្អូនបាទគាត់ថាអត់មានការសម្ដែងបិទការសម្ដែងអញ្ចឹងណា
គ្រប់បុគ្គលិកនៅថែរក្សានៅមើលការខុសត្រូវដដែលទេឥឡូវយើងឆ្លងស្ពាននេះបាទជាស្ពានប្រពៃណីចិនបាទជាស្ពានរបស់ជនជាតិចិនអូខេពិតជាស្អាតបងប្អូនបាទហើយខាងនោះគឺស្ពានកំពង់ក្តីបងប្អូនបាទឥឡូវយើងទៅបន្តទស្សនាទៅខាងភូមិគេហៅភូមិចាមវិញម្ដងបងប្អូនបាទភូមិចាមនៅជាប់នឹងភូមិចិនហ្នឹងហើយនេះនៅក្នុងភូមិចិននៅឡើយទេណាបងប្អូនបាទឥឡូវយើងទៅទស្សនាភូមិចាមវិញម្ដងឥឡូវយើងចូលមកដល់ភូមិចាមហើយបាទនេះគឺជាស្ពានចាមបងប្អូនឃើញរចនាបថរបស់គេក្បាច់ផ្កាក្បាច់ចម្លាក់របស់គេជាលក្ខណៈចាមតែម្ដងបងប្អូនបាទវាស្ពាននៅភូមិចាមមានទឹកខូទឹកអីនៅដែរបងប្អូនកន្លែងនេះណាឥឡូវយើងទៅទស្សនាភូមិចាមបងប្អូនគឺនៅដដែលទេបងប្អូនបាទអត់មានការរុះរើទេគឺរក្សានៅដដែលទេនេះភូមិចាមយើងមកដល់ភូមិចាមហើយគឺនៅស្អាតដដែលទេតែមានសភាពចាស់ខ្លះបងប្អូនចាស់មួយចំនួនណាគឺមួយចំនួនហ្នឹងត្រូវបានដុះជាស្លែខ្មៅអីចឹងទៅបាទកន្លែងនេះគឺជាកន្លែងផលិតនៅដូចជាសម្រាប់ឧបករណ៍ប្រើប្រាស់សម្ភារៈប្រើប្រាស់ផ្សេងៗដូចជាកបិតបថៅញញួរកដៀវអីចឹងបងប្អូនគឺចប់កាប់អីចឹងខ្វៃអីគឺនៅត្រង់នេះឯងគឺជនជាតិចាមយើងដឹងហើយប្រពៃណីរបស់ជនជាតិចាមយើងគឺគាត់ប្រសពខាងធ្វើសម្ភារៈដូចជាកបិតចប់បថៅញញួរហើយខ្វៃកដៀវអីចឹងបងប្អូនសម្រាប់បំរើនៅក្នុងវិស័យកសិកម្មពីជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិចាមបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទការផ្តិតរូបភាពនៅក្នុងអតីតភូមិវប្បធម៌ឥឡូវនេះបានបដូរឈ្មោះទៅជាសួនបៃតងអង្គរវិញបាទហើយការសម្ដែងនៅក្នុងពេលនេះគឺមានការសម្ដែងសិល្បៈសម្រាប់តែថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេមានចំនួននៅក្នុងភូមិចំនួន3តែប៉ុណ្ណោះបងប្អូនបាទហើយសង្ឃឹមថាតែថ្ងៃក្រោយមិនយូរមិនឆាប់ទេគឺមានភ្ញៀវនឹងត្រឡប់មកឡើងវិញបងប្អូនអ្វីៗនឹងមានឡើងវិញដូចមុនកូវីដឡើងវិញបងប្អូនបាទអញ្ចឹងហើយខ្ញុំបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណហើយនឹងសូមជូនពរដល់បងប្អូនពុកម៉ែបងប្អូនដែលបានមានភក្ដីភាពតែងតែចូលទស្សនាវីដេអូខ្ញុំបាទតាមរយៈ Channel សុគន្ធអង្គរបាទបើសិនជាបងប្អូនថ្មីៗដែលចូលមកក្រោយដែលមិនទាន់បានចុច Subscribe សូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីបានទទួលនៅវីដេអូថ្មីៗពីខ្ញុំបាទជាបន្តទៀតបាទជាចុងក្រោយខ្ញុំបាទសូមជូនពរដល់បងពុកម៉ែបងប្អូនទទួលបាននៃសុខភាពល្អរកទទួលទានមានបានគ្រប់គ្នាហើយសុខភាពល្អហើយចម្រុងចម្រើនទទួលការជោគជ័យនៅគ្រប់ភារកិច្ចទាំងអស់បងប្អូនបាទជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាសន្យាជួបបងប្អូននៅវីដេអូជាបន្តទៀតបាទ